ក្នុងកំឡុងសម័យកាលអាណានិគមបារាំងតំបន់ជំនាញព្រះបរមរាជវាំងគឺជាតំបន់លំនៅឋានដ៏មានសក្តានុពលនិងស៊ីវិល័យបំផុតនៅក្នុងយុគសម័យនោះដំណើរកម្សាន្តដើម្បីស្វែងយល់ពីសំណង់ស្ថាបត្យកម្មខ្មែរតាមដងវិថីនានាក្នុងរាជធានីភ្នំពេញយើងបានជួបប្រទះនៅអគារបារាំងដ៏ល្បីល្បាញមួយចំនួនដូចជាវត្តភ្នំអគារអភិវឌ្ឍកម្ពុជាប្រៃសណីជាដើមក្រៅពីសំណង់ស្ថាបត្យកម្មធំទាំងនេះតំបន់មួយចំនួនដូចជាតំបន់ជុំវិញផ្សារចាស់និងមាត់ទន្លេនៅតែមានផ្ទះល្វែងមួយចំនួនដែលសាងសង់ក្នុងកំឡុងពេលអាណានិគមបារាំងដែលបានឆ្លងកាត់ការកែច្នៃដ៏ប៉ិនប្រសប់ទៅជាភោជនីយដ្ឋានឬជាហាងកាហ្វេដោយអគារទាំងនោះបានរក្សានូវរចនាសម្ព័ន្ធដើមកម្មវិធីស្ថាបត្យកម្មខ្មែរក្នុងសប្តាហ៍នេះខ្ញុំនិងលោកគ្រូតារារិទ្ធក៏ដូចជាអ្នកគ្រូកញ្ញានឹងនាំអ្នកទាំងអស់គ្នាទស្សនាពីដំណើរកម្សាន្តមួយដ៏ប្លែកតាមរយៈការជិះស៊ីក្លូវិញម្ដងហើយស៊ីក្លូនេះផងដែរមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរមួយប៉ុណ្ណោះទេប៉ុន្តែវាគឺជាបេតិកភណ្ឌដ៏រស់រវើកនិងជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់របស់កម្ពុជាជាពិសេសក្នុងរាជធានីភ្នំពេញតាំងពីជំនាន់អាណានិគមរហូតមកដល់បច្ចុប្បន្នដូច្នេះសប្តាហ៍នេះខ្ញុំនឹងបន្តដំណើរស្វែងយល់បន្ថែមទៀតពីសំណង់ស្ថាបត្យកម្មបារាំងតាមដងផ្លូវដែលបានឆ្លុះបញ្ចាំងពីប្រវត្តិការអភិវឌ្ឍនិងការអភិរក្សនៅរាជធានីភ្នំពេញពូដល់បណ្ណាល័យពូឈប់គៀននេះឈប់នឹងចុះពូយ៉ានឹងមកនេះតាយើងមកដល់ព្រះរាជបណ្ណាល័យលួងម៉ែហើយមើលខ្លោងទ្វារគេក៏បោកបាច់រចនាស្អាតមែនតើចុះចង់សួរបងដែលអញ្ជើញមកបណ្ណាល័យលួងម៉ែនេះពីមុនមកអត់អត់ដែលសោះហើយជាលើកទី1ដែលបងចូលមកក្នុងតំបន់ហ្នឹងហើយនៅមានបណ្ណាល័យហើយនៅចិត្តព្រះបរមរាជវាំងទៀតចា៎ហ្នឹងគួរឲ្យគេថាមានចិត្តមួយថាសប្បាយដែលយើងមកឃើញការប្រើប្រាស់អគារនៅក្នុងសម័យអាណានិគមមកคล้ายជាបណ្ណាល័យចុះដាលីនវិញដែលមកបណ្ណាល័យនេះពីមុនមកអត់ចាអ្នកគ្រូទុកតាសាលាខ្ញុំនៅចិត្តនេះឯងប៉ុន្តែជាក់ស្ដែងគឺនេះជាលើកទី1របស់ខ្ញុំដែរដែលបានមកដល់បណ្ណាល័យនេះមកដល់ពិតជាតិចចិត្តមែនតើដោយសារតែមានដើមឈើផ្សេងមានសលេងចាប់មកឮសូរគួរឲ្យចង់ឲ្យយើងចូលមែនទេអញ្ចឹងឥឡូវទាំងបងទាំងដាលីនអត់ដែលអញ្ជើញមកអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាហ្មងណាចាអូខេតោះចាពេលដែលខ្ញុំបានចូលមកដល់បរិវេណខាងក្នុងភ្លាមខ្ញុំពិតជាមានអារម្មណ៍ថារំភើបមែនទែនដោយបានឃើញការរៀបចំដោយរក្សាទុកនូវអត្តសញ្ញាណនិងការផ្ដល់តម្លៃដល់បរិស្ថានវត្តមានរបស់ដើមឈើដែលស្ថិតនៅក្នុងអគារបានផ្ដល់នូវអារម្មណ៍ដូចជាយើងកំពុងតែស្ថិតនៅក្នុងសួនច្បារធម្មជាតិមួយអញ្ចឹងចំណែកឯពន្លឺបង្កើតបានជាស្រមោលរេរាំតាមស្លឹកឈើលាយឡំជាមួយនឹងសំឡេងចាបធ្វើឲ្យយើងមានអារម្មណ៍ពិតជាស្រស់ស្រាយជាមួយនឹងធម្មជាតិនៅទីនេះមែនទែនក្រៅពីសួនច្បារហើយនឹងដាំផ្កាអីតាមផ្លូវចូលហ្នឹងបងចាប់អារម្មណ៍គេធ្វើរូបចម្លាក់សេវាលឹងអញ្ចឹងណាហើយដែល inspire ចេញពីភ្នំកលាហ្នឹងធ្វើឲ្យស្ថាបត្យកម្មផ្ទះសម័យបារាំងយើងហ្នឹងវាមានការផ្សារភ្ជាប់ពីសម័យកាលមួយទៅសម័យកាលមួយអញ្ចឹងវ៉ាវពិតជាពិសេសមែនតើចាអញ្ចឹងឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងនៃបណ្ណាល័យតែម្ដងទៅយើងជិះចំពោះប្រវត្តិអគារនេះមិនវិញទៅអ្នកគ្រូដោយសារតែខ្ញុំក៏ធ្លាប់បានស្រាវជ្រាវទៅលើសំណង់បុរាណដែរប៉ុន្តែអត់ដែលប្រទះជាមួយនឹងប្រវត្តិសំណង់មួយនេះសោះអូខេនិយាយទៅខ្ញុំបានធៀមឯកសារដែលខ្ញុំធ្លាប់យកពីមុនពីបណ្ណាល័យដែរអញ្ចឹងយើងអង្គុយសិនណាចាំខ្ញុំបង្ហាញព័ត៌មានតទៅមកអគារហ្នឹងអូអញ្ចឹងអ្នកគ្រូបានយកមកដែរយកមកដែរចាអញ្ចឹងបងជើញអង្គុយសិនចឹងខ្ញុំបានធៀមប្រតិបត្តិដែលខ្ញុំបានយកកាលខ្ញុំមកពីមុនណាទុកជូនបងហើយនឹងដាលីនផងដែរចាអញ្ចឹងយើងឃើញឈ្មោះបណ្ណាល័យនេះគេហៅបណ្ណាល័យសម្ដេចម៉ែ
តាមខ្ញុំបានជួបបណ្ណារៈនេះមកគេបានប្រាប់ពីប្រវត្តិអាគារដែរតាមដែលលៀនសួរខ្ញុំមិញហ្នឹងអញ្ចឹងអាគារហ្នឹងគឺជាអាគារតាំងពីសម័យអាណានិគមនិយមបារាំងមកមែនសង់ឆ្នាំ1926អញ្ចឹងឥឡូវគេបានកែប្រែទៅជាបណ្ណាល័យសម្ដេចម៉ែហ្នឹងឯង អញ្ចឹងបានពេលដើរចូលមកឃើញរូបថតលោកស្រី Zahadid ដែលជាស្ថាបត្យករល្បីលើពិភពលោកហើយបើមើលតាមលិខិតបានអញ្ចឹងក្រោយនេះគឺគាត់បាន design នៅអាគារស្លឹករឹតណាមណ្ឌលឯកសារកម្ពុជា ហើយមួយទៀតយើងចូលមកគឺមាន feeling ខុសប្លែកពីទីតាំងបណ្ណាល័យផ្សេងៗអញ្ចឹងមកដល់យើងមានថាដូចជាកន្លែងបន្ទប់ទូភាក្នុងផ្ទះមានអារម្មណ៍ថាយើងនៅផ្ទះអញ្ចឹងការប្រើប្រាស់លំហសម្រាប់ការអានសៀវភៅបើយើងពិនិត្យមើល surrounding តាំងពីយើងចូលមកអីអញ្ចឹងណាឃើញថាយើងមានអារម្មណ៍មួយខុសប្លែកពីបណ្ណាល័យផ្សេងៗអញ្ចឹងយើងយកសៀវភៅមកអាននៅផ្ទះយើងជួបជុំគ្រួសារការជជែកគ្នាឧទាហរណ៍ថាយើងយកសៀវភៅនេះមកមើលយើងមានការជជែកគ្នាវាជា feeling មានភាពស្និទ្ធស្នាលអញ្ចឹងណាហ្នឹងហើយអញ្ចឹងអារម្មណ៍ខ្ញុំក៏អត់ខុសពីបងដែរធ្លាប់មកពីមុនហើយឥឡូវគឺមានអារម្មណ៍ដដែលមានអារម្មណ៍ដូចផ្ទះយើងអញ្ចឹងមានអារម្មណ៍ក្តៅពេលយើងអានសៀវភៅនៅនេះចា៎វាដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវមួយនៅក្នុងផ្ទះយើងចា៎នេះជាបណ្ណាល័យប៉ុន្តែនៅពេលដែលខ្ញុំដើរចូលមកហេតុអីបានជាអត់សូវមានឃើញសៀវភៅច្រើនដោយបណ្ណាល័យផ្សេងៗអញ្ចឹងអ្នកគ្រូដោយសារកន្លែងនេះគេលាក់នៅបន្ទប់មួយដូចជាឃ្លាំងចំណេះដឹងមួយអញ្ចឹងណាអូអញ្ចឹងខ្ញុំចង់ឲ្យដាលីនសាក់រកមើលអាចនៅជ្រុងណាដែរអាចទាញមើលដឹងបានទេពេលដែលខ្ញុំដើរចូលមកខ្ញុំអត់ឃើញមានធ្នើដាក់សៀវភៅខ្ញុំគិតថាវាអាចនៅក្នុងទូប៉ុន្តែជាក់ស្ដែងវាអត់សូវមានឃើញទូទៀតអញ្ចឹងខ្ញុំអត់ដឹងទេនេះប្រហែលជាសុំឲ្យអ្នកគ្រូប្រាប់ហ្មងហ្នឹងតែចាតែពិតខ្ញុំក៏អត់ដឹងដែរដោយសារធ្លាប់មកពីមុនបណ្ណារ័យគាត់ជូនទៅអញ្ចឹងដូចជាកំណត់ចំណេះដឹងមួយអញ្ចឹងខ្ញុំនឹងជូនបងហើយនឹងដាលីនទៅមើលបន្ទប់ហ្នឹងតាមដែរចាអូខេចាំយើងទៅទាំងអស់គ្នាចានេះយើងមកដល់ហើយឃ្លាំងចំណេះដឹងនៅទីនេះឯងវ៉ាវកំណត់នៅនេះសោះតែសភៅតាក់ទងមួយប្រវត្តិសាស្ត្រចំណេះដឹងទូទៅនិយាយទៅបើចំណាយពេលអានយើងចំណាយពេលមួយថ្ងៃពេញក៏អានអត់ដែរគឺត្រូវមកជាប់លាប់ដើម្បីអានសម្រាប់ខ្ញុំឃើញសភៅនេះខ្ញុំនៅតែចង់មកអានបន្តរហូតពីតាក់ទងប្រវត្តិសាស្ត្រទាំងនៅស្រុកខ្មែរហើយនិងនៅក្នុងពិភពលោកយើងផងដែរមានសភៅជាភាសាអង់គ្លេសភាសាបារាំងភាសាខ្មែរនៅនេះមានជាកំណត់ចំណេះដឹងតែម្ដងចាពេលត្បិតតែវាទូចមែនប៉ុន្តែអាចផ្ទុកបានសភៅច្រើនអាហ្នឹងជាផ្នែកមួយសម្រាប់ស្ថាបត្យករគឺយើងត្រូវឲ្យស្គាល់ຂະຫນាតគេថាប្រភេទຂະຫນាតទៅតម្កល់សភៅនឹងຂະຫນាតយ៉ាងម៉េចចា៎ណាអញ្ចឹងគេថាស្ថាបត្យករយើងគ្រប់រូបយើងគួរតែឲ្យដឹងថាការប្រើប្រាស់ space នឹងយ៉ាងម៉េចណាយើងឃើញគឺយើងអាចតម្កល់សភៅបានច្រើនដល់រាប់ពាន់ក្បាលឃើញហ្នឹងជាការងាររបស់
ថាបច្ចុប្បន្នយើងហ្នឹង ចា ចាប់អារម្មណ៍មានមិនធំតែសភៅមានដងឯកសារអីជាប្រវត្តិសាស្ត្រនិយាយទៅជាបណ្ណាសាស្ត្រឋានមួយហ្មងនៅក្នុងនេះ អញ្ចឹងបានន័យថានៅពេលដែលស្ថាបត្យករក៏បានគិតគូរទៅលើការប្រើប្រាស់លំហ space ក្នុងការប្រើប្រាស់ទៅបានត្រឹមត្រូវអញ្ចឹងធ្វើឲ្យទីតាំងមួយដែលតូចគឺកាន់តែមានអត្ថប្រយោជន៍ប្រើប្រាស់បានច្រើនជាងមុនទៀតចាក្រោមភាពស្ងប់ស្ងាត់ជាមួយនឹងភាពអស្ចារ្យនៃស្ថាបត្យកម្មវាក៏ជាស្នាដៃសិល្បៈនៃការគ្រប់គ្រងលំហដ៏ប៉ិនប្រសប់ភាពអស្ចារ្យនៃបន្ទប់សៀវភៅនេះគឺជាសមត្ថភាពក្នុងការផ្ទុកសៀវភៅបានយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយនេះក៏បានបង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ស្ថាបត្យករដែលមិនត្រឹមតែគិតគូរពីសោភ័ណភាពខាងក្រៅប៉ុណ្ណោះទេប៉ុន្តែត្រូវដោះស្រាយចំណោទដ៏ធំនោះគឺតើធ្វើដូចម្តេចដើម្បីតម្កល់ឯកសារបានរាប់ពាន់ក្បាលក្នុងលំហដែលមានកំណត់បែបនេះដោយរក្សាបាននូវរបៀបរៀបរយនិងសុវត្ថិភាពសម្រាប់សៀវភៅការប្រើប្រាស់កម្ពស់នៃជញ្ជាំងនិងការបែងចែកច្រកដើរសុទ្ធតែត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដោយស្ថាបត្យករបានប្រែក្លាយជញ្ជាំងធម្មតានេះឲ្យទៅជាជញ្ជាំងនៃចំណេះសម្រាប់ខ្ញុំទីនេះមិនត្រឹមតែជាបណ្ណាល័យទេប៉ុន្តែគឺជាឃ្លាំងរតនសម្បត្តិពិតប្រាកដដែលត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់បំផុតការរៀបចំដ៏មានសណ្ដាប់ធ្នាប់នេះហ្នឹងដូចជាគូបានប្រាប់ពីមុនអញ្ចឹងគឺថាការប្រើប្រាស់ space នេះដូចជាយើងនៅផ្ទះអញ្ចឹងមិនមែននៅក្នុងបណ្ណាល័យទេចាហើយពេលដែលយើងបានទៅមើលកន្លែងសិភៅដាក់អីហ្នឹងឃើញទេគឺមានការរៀបចំមួយដ៏ល្អហើយមានរបៀបរៀបរយហើយយើងឃើញថាសំណង់ស្ថាបត្យកម្មផ្ទះសម័យអាណាព្យាបាលបារាំងហ្នឹងគឺយើងឃើញស្ថានភាពហ្នឹងគឺគាត់មានការកែច្នៃដោយសារតម្រូវការនៃការប្រើប្រាស់គឺឥឡូវគាត់ប្រើជាប្រអួចកញ្ចក់ដោយសារយើងត្រូវការប្រើម៉ាស៊ីនត្រជាក់អីចឹងហើយស្ថានភាពមួយទៀតដែលគ្រូចាប់អារម្មណ៍ហើយនៅតែចូលចិត្តនៅអាស៊ីមរបស់គឺថានេះការ៉ូបាតឃើញស្អាតឃើញតាំងពីបើយើងគិតពីការសាងសង់តាំងពី1926អញ្ចឹងណាអញ្ចឹងមាននៅតែរក្សាពណ៌យើងមើលឃើញមានសោភ័ណភាពមួយដែលធ្វើឲ្យស្ថាបត្យកម្មសម័យនោះគឺល្អអញ្ចឹងហើយមួយទៀតគុណភាពរបស់ការ៉ូនឹងទៀតឃើញទេនៅពណ៌ស្អាតអញ្ចឹងណាចានិយាយទៅតកតូននឹងការ៉ូឲ្យតែខ្ញុំបានដើរចូលទៅមើលនៅក្នុងសំណង់ដែលសាងសង់នៅក្នុងសម័យអាណានិគមគឺតែងតែចាប់អារម្មណ៍ការ៉ូមានឡាយពណ៌ប្លែកចាហើយរក្សានៅគុណភាពបានល្អមែនតើចាហើយយើងបានឃើញនៅសេសសល់មកដល់បច្ចុប្បន្នណាបាទអញ្ចឹងមិនថាស្ថាបត្យករមានតួនាទីថាតើរបស់ចាស់ហ្នឹងយើងគួររៀបចំយ៉ាងម៉េចដើម្បីឲ្យវាមានភាពតាក់ទាញហើយនឹងឲ្យមានភាពចូលគ្នាណាទាំងខាងក្រៅទាំងខាងក្នុងទាំងកម្រាលទាំងពិដានថ្ងៃទាំងអស់គឺយើងត្រូវគិតគូរជាអ្វីដែលល្អបំផុតគឺដែលគាត់កែប្រែពីស្ថាបត្យកម្មជំនាន់ប្រាំងមកធ្វើជាបណ្ណាល័យគឺជាការកែច្នៃប្រើប្រាស់ឡើងវិញមួយដែលល្អមែនតើអញ្ចឹងយើងមិនបាច់ចាំបាច់កែច្នៃវាយចោលឬក៏ថែមថយអីច្រើនมันអាចធ្វើជាមុខងារផ្សេងមួយបានទេសំខាន់ឲ្យតែយើងចេះរៀបចំផ្នែកខាងក្នុងហ្នឹងទៅតាមតម្រូវការនៃការប្រើប្រាស់គឺយើងអាចរក្សារូបរាងនៅដដែលហើយនៅតែរក្សានៅគុណតម្លៃរបស់សំណង់ស្ថាបត្យកម្មសម័យកាលនីមួយៗហ្នឹងបាទចាអ្នកគ្រូយើងចាប់អារម្មណ៍ចដានេះតើជាចដាដើមចដាចាស់ហ្មងឬក៏ទំតែសាងសង់ថ្មីទេអ្នកគ្រូចដានេះគឺជាចដាដើមតាំងពីគេសង់អាគារនេះមកអូចាអញ្ចឹងបានន័យថាមានអាយុកាលយូរហើយចាវ៉ានៅខាងលើទលាយល្វឹងហ្មងជាន់ខាងលើនេះតើគេបើកឲ្យអ្នកមកអានគាត់ឡើងមកអាននៅខាងលើនេះបានទេអ្នកគ្រូចាបើកដូចខាងក្រោមនៅខាងលើហ្នឹងគឺបើកដូចគ្នាយើងចូលទៅមើលបន្ទប់នៅខាងក្នុងនោះបន្តទៀតហ្មងចាបន្ទប់នោះជាបន្ទប់អីដែរអ្នកគ្រូបន្ទប់នេះគឺជាបន្ទប់ដែលគេដាក់តាំងជារូបថតក៏ដូចជាប្លង់ស្នាដៃគំនូរប្លង់នៃសហរដ្ឋអាគិតណានៃវិទ្យាស្ថានស្លឹករឹតដែលគេគ្រោងនឹងសាងសង់
ឥឡូវនេះខ្ញុំហាក់មានទម្ងន់ជាងមុនមិនមែនព្រោះតែខ្ញុំហាត់នឿយទេប៉ុន្តែព្រោះតែចំណេះដឹងនិងការកោតសរសើរដែលខ្ញុំទទួលបានពេញមួយថ្ងៃពីទីតាំងប្រវត្តិសាស្ត្រមួយនេះខ្ញុំស្ញប់ស្ញែងបំផុតគឺភាពវៃឆ្លាតនៃស្ថាបត្យករនិងនរណវិវត្តន៍ដោយការកែប្រែសំណង់ចាស់ឲ្យមានជីវិតជាថ្មីដោយមិនបំផ្លាញទម្រង់ដើមគឺជាការអភិរក្សនិងអភិវឌ្ឍដ៏ល្អឯកមិនតែប៉ុណ្ណោះគ្រប់ជ្រុងទាំងអស់សុទ្ធតែបានបង្ហាញពីការគោរពចំពោះអតីតកាលដែលបម្រើឲ្យតម្រូវការបច្ចុប្បន្នបានយ៉ាងល្អឥតខ្ចោះស្ថាបត្យករបានផ្ដាំថ្មីដល់សំណង់ចាស់ដោយរក្សានៅព្រលឹងសំណង់អតីតកាលដែលបានបញ្ចូលនៅមុខងារប្រើប្រាស់សម័យថ្មីយ៉ាងប៉ិនប្រសប់ធ្វើឲ្យអគារនេះក្លាយជាកន្លែងដែលអតីតកាលនិងបច្ចុប្បន្នជួបគ្នាលើសពីនេះខ្ញុំបានស្វែងយល់ពីប្រវត្តិខ្លះៗនិងយល់កាន់តែច្បាស់ពីតម្លៃនៃព្រះរាជបំណងដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុព្រះរាជបណ្ណាល័យហ្លួងម៉ែបានបង្កើតឡើងមិនមែនត្រឹមតែដើម្បីតម្កល់ឯកសារឡើយតែគឺជាបណ្ដុំនៃក្តីស្រឡាញ់និងការតាំងចិត្តយ៉ាងមុតមាំរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុនៃការថែរក្សាឯកសារប្រវត្តិសាស្ត្រសិល្បៈនិងវប្បធម៌ខ្មែរទុកជាមរតកសម្រាប់កូនខ្មែរគ្រប់រូបបន្ទាប់ពីបានស្វែងយល់ពីព្រះរាជបណ្ណាល័យហ្លួងម៉ែហើយនៅតំបន់ដែលមានសក្តានុពលនេះក៏មានផ្ទះល្វែងអាជីវកម្មជាសំណង់ស្ថាបត្យកម្មបារាំងផងដែរអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺអ្នកគ្រូកញ្ញាបានប្រាប់ថាសំណង់ផ្ទះល្វែងមួយចំនួនដែលស្ថិតនៅតាមដងផ្លូវក្បែរព្រះបរមរាជវាំងនោះបានប្រែខ្លួនទៅជាហាងផ្សេងៗគ្នាហើយក៏នៅតែរក្សាទ្រង់ទ្រាយដើមដែរដូច្នេះដំណើរកម្សាន្តដោយជិះស៊ីក្លូថ្ងៃនេះពិតជាស៊ីជម្រៅជាមួយនឹងបរិយាកាសអតីតកាលមែនទែនហើយការដើរកម្សាន្តលើដងវិថីព្រះអង្គផាណាវង្សមិនត្រឹមតែជាការជិះមើលអគារចាស់ៗប៉ុណ្ណោះទេប៉ុន្តែគឺជាការដឹងគុណចំពោះការអភិរក្សដែលអនុញ្ញាតឲ្យយើងឃើញពីតម្លៃសោភ័ណភាពនៅភ្នំពេញនៃអតីតកាលមកក្នុងសម័យកាលបច្ចុប្បន្នអូដល់ហើយតាចុះមួយចឹងយើងដើរទៅមុខបន្តិចយើងមើលឃើញអគារចាដែរគ្រូតែប៉ុន្តែម្ដុំនេះភូមិសាស្ត្រខ្ញុំនេះប៉ុន្តែធ្លាប់តែឃើញអគារតែអត់ដែលស្គាល់ប្រវត្តិទេចាសម្រាប់ផ្លូវនេះផ្លូវ240ចាដែលជាទីតាំងមួយដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិគេអាសាមកដើរតាមផ្លូវហ្នឹងដើម្បីទិញសម្ភារៈផ្សេងដើម្បីផឹកកាហ្វេនៅហាងកាហ្វេផ្សេងមានហាងបាយហាងអីដែរប៉ុន្តែភ្ជាប់ជាមួយនឹងគឺវាមានតម្លៃប្រវត្តិសាស្ត្រដែរវាជាអគារផ្ទះអាជីវកម្មសល់តាំងពីសម័យអាណានិគមនិយមបារាំងមកមែនយើងឃើញថាផ្ទះប្រភេទផ្ទះ shop house ឬក៏ផ្ទះអាជីវកម្មណាបើយើងប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅក្នុងស្រុកខ្មែរយើងក៏ឃើញមានលក្ខណៈស្រដៀងគ្នាចឹងដែរការ design សម័យក្រមអាណានិគមបារាំងហ្នឹងគឺមានលក្ខណៈស្រដៀងគ្នាដូចជានៅសៀមរាបដូចជានៅកពតដូចជានៅបាត់ដំបងដូចជានៅកញ្ចេះគឺមានលក្ខណៈស្រដៀងគ្នាចឹងហើយឥឡូវបើ feeling យើងសម័យថាយើងបានថែរក្សាទុកប្រភេទផ្ទះនឹងទាំងអស់ដូចគ្នានៅក្នុងប្លុកដែលមានស្ថាបត្យកម្មនៅសម័យបារាំងហ្នឹងតើយើងមាន feeling យ៉ាងម៉េចដែរបើខ្ញុំមានអារម្មណ៍ថាវាតាក់ទាញមួយយ៉ាងដោយសារតែវាប្លែកពីប្លុកផ្សេងហើយបើបានបើកជាភោជនីយដ្ឋានឬក៏ហាងកាហ្វេទៀតវាធ្វើឲ្យយើងមានអារម្មណ៍ថាដូចយើងនឹងបានឆ្លងទៅអតីតកាលអញ្ចឹងចាមកថតរូបមកអីគឺប្លែកមែនតើស្អាតចាទោះតែស្នាដៃស្ថាបត្យកម្មយើងសាងសង់យូរហើយតែយើងគយគុណទៅយើងមើលទៅវានៅតែមានសម្រស់អញ្ចឹងនៅតែតាក់ទាញណាតាក់ទាញទាំងអារម្មណ៍យើងទាំងភ្ញៀវទេសចរទាំងអីទាំងអស់ឃើញទេគ្រាន់តែហាងកាហ្វេនេះយើងមើលពីក្រៅវាស្អាតប៉ុណ្្នឹងហើយអញ្ចឹងចង់ដឹងថាតើខាងក្នុងវាស្អាតមិនទៅណាអ្នកគ្រូអញ្ចឹងខ្ញុំទៅចង់ចូលទៅក្នុងដែរនេះតោះយើងសាកដើរចូលទៅមួយចាវ៉ាវចូលមកខាងក្នុងស្អាតអូនៅក្រោយនៅរូបរាងដើមហ្មងចាចឹងមើលទៅនៅសល់ទម្រង់ដើមទាំងអស់ទាំងក្រូដើមទៅស្ថាបត្យករពេលគាត់ design ពី
កន្លែងមួយពីតំបន់មួយទៅតំបន់មួយគឺគាត់ស្ដាប់ជួយ ចាអូ គាត់ចែកស្រួល ចាចា ទៅតាមនេះទៅតាមការប្រវត្តិ មុខងារណោះចា ឈើ ចាចា អញ្ចឹងមកយើងឆ្ងល់ពេលដែលយើងចូលផ្ទះសម័យប្រាំងហ្នឹងគឺការ៉ូវាច្រើនប្រភេទណា ចា គ្រូក៏ប្រភេទថាគឺដោយសារអញ្ចឹងដើមមកគាត់គិតពីទីតាំងមួយមកទីតាំងមួយគាត់ខិតគ្នាដល់ហើយគាត់បែងចែកលេខឲ្យរបស់គាត់ហ្នឹងទៅតាមប្រភេទ floor ហ្នឹងណាតែមកយើងឃើញគឺប្លែកវិញប្លែកពីមួយទៅមួយទៅតែជាសិល្បៈមួយយ៉ាងណាស្អាតហ្នឹង ការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នានឹងការអភិរក្សដើម្បីឲ្យទីក្រុងរបស់យើងមានទាំងភាពទំនើបនិងមានព្រលឹងវិញ្ញាណនៃការរក្សាទុកនៅត្រង់ត្រីដើមនៃសំណង់ស្ថាបត្យកម្មគឺជាការរក្សាទុកនៅព្រលឹងនៃទីក្រុងដូចគ្នាដំណើរកម្សាន្តនេះមិនមែនគ្រាន់តែជាការដើរមើលអគារនោះទេប៉ុន្តែវាគឺជាការដើរកាត់តាមពេលវេលាដែលធ្វើឲ្យយើងមានមោទនភាពចំពោះកិច្ចការអភិរក្សនិងសម្រស់ដែលមិនចេះចាស់តាមសម័យកាលនៃក្រុងភ្នំពេញខ្ញុំពិតជាមានអារម្មណ៍ថារំភើបនិងមានមោទនភាពជាខ្លាំងវាគឺជាអារម្មណ៍មួយដែលធ្វើឲ្យយើងដឹងថាយើងជាផ្នែកមួយនៃខ្សែស្រឡាយប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមកដល់បច្ចុប្បន្នយើងនៅតែអាចមើលឃើញនិងប៉ះពាល់នៅអ្វីដែលបានបន្សល់ទុកមករាប់រយឆ្នាំ ចឹងឥឡូវយើងមកដល់ទីតាំងចុងក្រោយហើយដែលបងហើយនឹងដាលីនក៏ជាស្គាល់ហើយវិទ្យាល័យដែលបង្កើតដំបូងគេនៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង នៅពេលដែលបានចូលមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិចម្ងល់ជាច្រើនត្រូវបានកាត់ឡើងនៅក្នុងខួរក្បាលខ្ញុំតាក់ទងនឹងស្ថាបត្យកម្មនិងរចនាសម្ព័ន្ធនៃអគារទាំងនេះថាតើហេតុអ្វីបានជាអគារវិទ្យាល័យព្រះស៊ីសុវត្ថិមានដំបូលខ្ពស់និងមានបង្អួចធំៗច្រើនបែបនេះហើយហេតុអ្វីបានជាអគារទាំងនេះអាចសម្របខ្លួនជាមួយនឹងបរិយាកាសតំបន់ត្រូពិកនៃប្រទេសកម្ពុជាបានយ៉ាងត្រជាក់ស្រស់ស្រាយជាពិសេសខ្ញុំរត់តែចង់ដឹងពីប្រវត្តិនៃការកសាងនិងការបើកឲ្យដំណើរការជាផ្លូវការនៃវិទ្យាល័យព្រះស៊ីសុវត្ថិនេះផ្ទាល់តែម្ដងវិទ្យាល័យព្រះស៊ីសុវត្ថិខ្ញុំជឿជាក់ថាអ្នកណាក៏ស្គាល់ដែរប៉ុន្តែបើនិយាយពីប្រវត្តិនៃការសាងសង់វិទ្យាល័យនេះខ្ញុំគិតថាប្រហែលជាមិនសូវមានអ្នកដឹងទេចាអញ្ចឹងនៅក្នុងថ្ងៃនេះតើអ្នកគ្រូអាចជួយចែករំលែកពីប្រវត្តិខ្លះៗបានទេអ្នកគ្រូ និយាយទៅខ្ញុំធៀមមួយជាស្រេចហើយ អូត្រៀមទៀត តាមខ្ញុំហ្មង និយាយទៅក្នុងកតាបខ្ញុំស្អីក៏មានដែរតាំងពីខ្ញុំជូនដើរមកហ្នឹង នេះមិនហៅថាអ្នកនាំមែន អូកែ មានសភៅយើងនេះ ចា ចា សភៅ Architecture Guidebook នេះក៏មាននិយាយពីសាលាព្រះស៊ីសុវត្ថិនេះដែរដែលគេបង្ហាញពីប្រវត្តិណាអញ្ចឹងសាលានេះសាងសង់ឡើងនៅឆ្នាំ 1873 ដល់ចាប់ផ្ដើមបើកជាឈ្មោះជាសាលាព្រះស៊ីសុវត្ថិនេះនៅឆ្នាំ 1905 ចាចា ចាហើយសម្រាប់ស្ថាបត្យកម្មនៃអគារនេះគឺលក្ខណៈមួយគឺថាមានតម្លៃស្ថាបត្យកម្មតម្លៃប្រវត្តិសាស្ត្រមែនតើដោយសារវាជាអគារវិទ្យាល័យក៏ជាសាលារដ្ឋមួយដែរគឺនៅមានការអភិរក្សថែទាំបានល្អអញ្ចឹងយើងក៏អាចចូលទៅខាងក្នុងមើលបន្តទៀតតើវាមានការរចនាបែបណាខ្លះដែលយើងអាចឃើញថាវាមានលក្ខណៈពិសេសខុសពីវិទ្យាល័យផ្សេងទៀត ដោយអ្នកគ្រូបានលើកឡើងបែបហ្នឹងអញ្ចឹងថាសាលានេះត្រូវបានថែរក្សាក៏ដូចជាអភិរក្សបានល្អមែនតើអញ្ចឹងជាក់ស្ដែងនៅពេលបច្ចុប្បន្នយើងបានឃើញថាសំណង់សាលានេះគឺនៅរក្សារូបរាងដើមច្រើនមែនតើសឹងតាល្អដូចពេលដែលសាងសង់ដំបូងណា ហ្នឹងហើយអ្វីដែលជាស្នាដៃស្ថាបត្យកម្មហើយយើងរួមគ្នាដើម្បីអភិរក្សហ្នឹងជាការលើកស្ទួយគឺថាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិណាហ្នឹង ប្រកបដល់បងអញ្ចឹងយើងមើលទៅខាងអគារនៅខាងមុខយើងនេះជាក់ស្ដែងផ្ទាល់តែម្ដងអគារនេះគឺធ្វើនៅក្នុងសម័យបារាំងដែលយើងឃើញថាធ្វើមានលក្ខណៈពណ៌លឿងស្ដើងដែលឆ្លើយតបជាមួយនឹងបរិបទនៃអាកាសធាតុនៅស្រុកខ្មែររបស់យើងផ្ទាល់ហើយមួយទៀតគេធ្វើដូចថាពីដានរៀងខ្ពស់ហើយប្អួយទ្វារអីធ្វើពីស្លាបព្រិល ចាចា មិនត្រឹមតែប៉ុណ្នេះទេគេគិតទៅដល់កម្ពស់អគារទេគេលើកចដាលឲ្យផុតពីដីដើម្បីជៀសវាងនៅខែភ្លៀងមានទឹកអីគាត់អត់អាចហូរ ចា ជាលិចទឹកអីទេអញ្ចឹងសិស្សគាត់អាចរៀនអីបានតាមធម្មតានៅរដូវភ្លៀងផងដែរហើយមិនត្រឹមតែប៉ុណ្ណោះដំបូលគឺគេមានរួមផ្សំជាមួយនឹងស្ថាបត្យកម្មដំបូលផ្ទះខ្មែរយើងទៀតហ្នឹងហើយមានទាំងដៃស្នាមានទាំងអីទៀតហើយក៏តាក់ទងមួយកំណោងនៃប្អួយហ្នឹងក៏ជារចនាបថមួយរបស់បារាំងផងដែរ
មើលឃើញហ្នឹងthấyបានគេធ្វើប្អួយធំហ្នឹង ខ្ញុំគិតថាគេធ្វើប្អួយធំនេះហើយមានប្អួយច្រើនហើយប្អួយធំនេះគឺដើម្បីទទួលបានពន្លឺក៏ដូចជាខ្យល់អាកាសចេញចូលនៅក្នុងថ្នាក់រៀនហ្នឹងបានល្អមែនទេលោកគ្រូចា កត់ណា បើយើងគិតពីការប្រើប្រាស់មុខងារនៃអាគារហ្នឹងគឺកន្លែងបណ្ដុះបណ្ដាលអប់រំអញ្ចឹងយើងមានសិស្សមានអីច្រើនចូលរួមអញ្ចឹងការប្រើប្រាស់flow ខ្យល់គឺថាបច្ចករយើងគិត ចាសូម្បីតែប្រកាន់ដៃក៏មានប្រឡោះដែរ ចា ហើយដូចយកចេញពីរៀងអីម្យ៉ាងដែលលៀនអាចទីអី ខ្ញុំចាប់អារម្មណ៍ប្រកាន់ដៃនេះមានអារម្មណ៍ថាវាស្តៀងទៅនឹងកលាក្បឿងរបស់ខ្មែរយើងណាអ្នកគ្រូគេហៅថា ការលេង សកាលេងចាត្រឹមត្រូវចា តែបើខ្ញុំមើលផ្លែខ្ញុំថាដូចសកាត្រី ពិត វាប្រហែលតែគ្នា ចែកតែយើងសម្រាប់ ត្រូវហើយបង វាដូចគ្នាហ្នឹងសការលេងនិងសការត្រីហ្នឹងគឺនេះ ទម្រង់វាស្តៀងគ្នាចាអញ្ចឹងយើងអាចបន្តទៅមើលឲ្យចិត្តតិចទៀត ហើយមួយទៀតដែលគេធ្វើប្រកាន់ដៃដែលមានប្រហោងខ្យល់អញ្ចឹងគឺអាហ្នឹងហើយជាប្រព័ន្ធ ventilation system គេថាប្រព័ន្ធខ្យល់ចេញចូលបងចង់ប្រាប់មួយទៀតពេលដល់មកចិត្តបានយើងដឹងថាការប្រើប្រាស់អាគារហ្នឹងយើងឃើញនេះប្រព័ន្ធរំដោះទឹកណាអាហ្នឹងជា system មួយដែលធ្វើឲ្យការប្រើប្រាស់អាគារហ្នឹងបានយូរអង្វែងដែរទេទឹកអត់ផ្ទាល់ពេលក៏ហូរមកគឺផ្ដាច់យ៉ាងតាម ចាហើយបើសង្កេតទៅយើងឃើញមានតទឹកពីដបមកទៀតចុះមកឲ្យដល់នេះ បាទ គឺកាត់គូបានល្អល្អមែនតើ កាត់គូបានល្អហើយមួយទៀតបងភ្លេចបន្ថែមមូលហេតុមកគេធ្វើលើខ្ពស់ណាអាគារសាធារណៈគឺការប្រើប្រាស់គឺគេរត់ប្រព័ន្ធទឹកនៅខាងក្រោមណាទៅពេលលើកទៅយើងស្រួលទាំងជួសជុល maintenance វាហ្នឹងគឺគេលើកខ្ពស់ ចាបងជិះយើងមើលឲ្យលំអិតទៀតទៅយើងឃើញមានអាឈីពណ៌បៃតងហ្នឹងដូចជាក្រូអត់បន្តិចអីបន្តិចគេមើលទៅខាងលើទៅមាន3ឆ្នោតអីហ្នឹងគឺគេក្បួនក្បាច់រចនាគេរំលេចហ្មង កាន់តែធ្វើឲ្យអាគារយើងមានសម្រស់ កាន់តែកម្រិតទៀត ទោះបីជាអាគារទាំងនេះបានឆ្លងកាត់ច្រើនសម័យកាលក៏ដោយក៏សំណង់ស្ថាបត្យកម្មទាំងនេះអាចឈរជើងបានយ៉ាងរឹងមាំរហូតមកដល់ពេលបច្ចុប្បន្នសម្រាប់ខ្ញុំមើលទៅការរៀបចំរចនាសម្ព័ន្ធស្ថាបត្យកម្មនៃវិទ្យាល័យព្រះស៊ីសុវត្ថិគឺជាការរៀបចំដែលមិនត្រឹមតែផ្ដោតទៅលើចំណេះដឹងនិងសោភ័ណភាពតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងគិតគូរយ៉ាងល្អិតល្អន់ពីមុខងារប្រើប្រាស់និងបរិស្ថានវិទ្យាទៀតផងវិទ្យាល័យព្រះស៊ីសុវត្ថិត្រូវបានរៀបចំឡើងតាមទម្រង់ស្ថាបត្យកម្មមានលក្ខណៈប្រមូលផ្ដុំដោយទុកទីធ្លាចំកណ្ដាលហើយក៏ជាវិទ្យាល័យដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាជាពិសេសចាប់តាំងពីការដាក់ឲ្យដំណើរការនៅកម្មវិធីសិក្សាសាលាចំនួនថ្មី អញ្ចឹងយើងបន្តទៅមើលអាគារនៅខាងក្រោយទៀតហ្មង ដល់ពេលអាគារយើងមានសម្រាប់ហើយណែនាំជាមួយនឹងសួនច្បារតាមផ្លូវដើរចេះទៀតទៅកាន់តែធ្វើឲ្យសំណង់ហ្នឹងកាន់តែមានសុខភាពចា៎ យើងឃើញបរិស្ថាននៅក្នុងវិទ្យាល័យទាំងមូលហ្នឹងណាយើងឃើញមានដើមឈើណាមានកន្លែងអង្គុយលេងមានអីគឺធ្វើឲ្យបរិយាកាសនៅក្នុងវិទ្យាល័យគឺមានភាពស្រស់បំព្រងណា ចា៎ ឃើញមានចាប់អារម្មណ៍អីមួយទៀតទេកែវហ្នឹងបងបានប្រាប់ពីបរិយាកាសមានដើមឈើមានហុំដល់ពេលយើងមើលខាងនេះឃើញវាមានភាពរស់រវើកទេសារមានកន្លែង sport កន្លែងស្អីគេណា ចាបង ធ្វើឲ្យសភនភាពនិងបរិយាកាសនៅក្នុងសាលាកាន់តែធ្វើឲ្យយើងចូលមកមានភាពថាក្រៅពីអាគារក្រៅពីអីគឺ activity នៅក្នុងសាលាវិទ្យាល័យយើងហ្នឹង កន្លែងនេះមិនមែនត្រឹមតែជាសាលាទេមែនទេទៅពេលល្ងាចឡើងអីឃើញមានសកម្មភាពអ៊ំមកលេងកីឡាក្មេងៗមកទាត់បាល់មានអារម្មណ៍ថាវាដូចដើរតួជា លំហសាធារណៈ មួយដែរចា ហ្នឹងហើយដែលយើងជាសប្បុរសករយើងគិតថាតើក្រៅពីអប់រំវាត្រូវគួបផ្សំជាមួយនឹងកីឡាហើយនឹងការជួបជុំមួយដែលមានគេថាទីតាំងមួយដែលជាលំហនៃការជួបជុំនៅក្នុងតំបន់មួយអញ្ចឹងសំណងថាបច្ចុប្បន្នការប្រើប្រាស់នេះគឺឃើញវាការធ្វើឲ្យត្រូវនឹងបច្ចេកទេសហើយនឹងការ design ចឹងទៅធ្វើឲ្យអាគារហ្នឹងគឺប្រើប្រាស់បានយូរហ្មងគឺប្រើប្រាស់យូរ100ឆ្នាំយើងគិតថាបើយើងមិនបានសិក្សាពីបច្ចេកទេសគូប្លង់ឲ្យបាននេះទេគឺក្រោខាងក្រៅពិតជាខូចទេនេះអាផ្លូវដើរដែលយើងដើរនេះពិតជាខូចទេ ចា ទេអញ្ចឹងដល់ពេល
dân mơ căn thiết chứ bà con rụm đo tức nè nơi chung với nhà kia cứ thơ ban cứ cu ban lỗ nhưng trong chôn ở bong hay năng đã lên tầm mơ cho đào chả này kia không đấy cho đào chắc nó sẽ sao tiếp nè nó cho đào chơi tầm ở đòn này nơi lỗ giờ anh mơ bán chơi club lỗ món này wow mom mẹ chả lấy bởi dân kịch vì tiếng dọc phòn hợp hiếp tiếng ca pra nhưng kịch tha sơประมาณ không mà ngày làm chọc đấy nhưng kịch tha du cho năm hai tuổi miền ca chua chua gửi ấy con nơi tha ra xa rung viên đào vậy tới nhom chôn màu nó chọn ăn một tiệp vì chợ á thà pa địa có đỏ ban tiệp bạn óc chật nơi là o mình tên cho dương phải to tờ nào tôi một tí tiết đó nó đào trong vinh bạn về từ chia lái ồ chụp chân vì muốn bóng ban phải áp dụng bảo pon system mà bảo pon bảo tất á đó bây lấy bóng khơi căn ở cho ban đi thà ta cà pra càng material bảo cốt do màu supply những khơi những cốt phải ắt đấy ắt tan hay bảo pon thì có chỗ bắt luôn mong hiệp lớn mình tên mong miên cà lá nhặt miên cà lá với bảo cốt đi trên chỉ một mùi này một mùi mong anh đang hay về thà cà kịch cu dang lọt nữa dương chia sẻ bạn có cứ thời kịch ăn năng sầm khăn này mình thà cu ta support lập hiệp rút riêng hay chop dương ở đó sẽ cà bờ bè thế thì như đầm lái này thà phải cam hay mùi tiết cà pra rồi bỏตีเทียนในโครงเชียร์ไลประสิทธิภาพยังจะมูแล้วนะมันตรมแต่อากีเรสมบัยแต่การเปิดเผยไงชุบสมราหรือก็ดิเชนก็ได้ก็ในโครงตีปะเวนสลานั่นคือมีลมพอตัวเชียร์กับไหลเลี้ยงไก่ล่าลมพอเซ็งเจ็ดนั่นนะจังให้มือเจ็ดบานยังกระทาการอาบแร่อากีไปเตะกับพรแต่งอ่อนนั่นคือเรื่องสำคัญนะสำคัญมีmột là phía và là kia chương rồi nam là cái nông chia lấy nơi xa trung tri trong cả ban du ông váy nơi xa tiệt chàng trong này nông liêm nhung trên để sắt nó pe đại ban mà đa mơ sầm nắng kia cha cho mồi nè khối là khối thua nhung ban khơi hay mẹ làm tha sờ lánh căn ta miền chật trong áp đẹp bên thành tiệt hai cô sầm mai chân mến tên đại ban khơi sầm nắng kia sầm mai ca vì muốn thở ban áp đẹp năng đã xa tục ở bộ nhung cho đòn khối ban khơi chỉ phải cứ ban từ sắc xa bị tích này kho nó không ca sang xong xem ca đã chấn áp xem thua ở nhóm ai tiên nhột vì ca sắc xa xa chia từ ở nước làm mấy mà bậc cả xa đây mày mà nhóm thua nhà nát cùng ai vì trả ngay việc ta sẽ nhà được bao giờ nhưng bất chợt bài chân mình ta đã lên ban cật vì cùng nợ bài năng chỉ tháp bây giờ đại dương ban đào tu sna kia tháp bài cam năng ngày ní bất chợt trầm trời na dương chia sập lại có với còn chia rọt về là dương ban chọc màu mưa nơi tí tăng chặt này như score people what kia score people support people kia ấy thằng năng hơi thua ở dương sờ lạnh nên chẳng ca sờ lạnh hay ngon ở dương nứng miền ca châu ruộng áp bẹt như thằng kia nâng cha bà con nam phụ dương cứ chỉ thiệt châu thằng kia bà dương châu ruộng mà nẹm tịnh máu vì say tháp bài cam ở bờ tây Capon ấy vì bà con chỉ thật thề công vung dùng vậy từ ngày một tiệt bàn vì một chân nón từ một chân nón ការរក្សាទុកនៅត្រង់ទ្រាយដើមនៃសំណង់ស្ថាបត្យកម្មគឺជាការរក្សាទុកនៅព្រលឹងនៃទីក្រុងដែលវាមិនត្រឹមតែផ្ដល់នូវសក្តានុពលសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ជាតិនិងអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសក្ខីភាពបង្ហាញដល់យុវជនជំនាន់ក្រោយឲ្យឃើញពីការវិវត្តនៃស្ថាបត្យកម្មដែលបានលាយឡំគ្នារវាងបច្ចេកទេសសាងសង់របស់អឺរ៉ុបនិងការច្នៃប្រឌិតឲ្យស្របតាមអាកាសធាតុតំបន់អាស៊ីនិងរបៀបរស់នៅរបស់មនុស្សកាលពីជាង100ឆ្នាំមុនរួមទាំងការរៀបចំទីក្រុងឲ្យមានរបៀបរៀបរយនិងការឲ្យតម្លៃលើសោភ័ណភាពដងផ្លូវ